នេះគឺកំពុងកើតមានបាតកម្មក៏ក្រាច់បញ្ជួយប្រទេសដោយសារ Gen Z ទៀតហើយលើកនេះដែរគឺកើតមាននៅក្នុងប្រទេសមេស៊ីកូហើយសំខាន់ប្រជាជនមេស៊ីកូគឺបានយកទង់ជាតិ One Piece តំណាងឲ្យបាតកម្មរបស់គេតំណាងឲ្យ freedom របស់គេនឹងទៀតនិយាយទៅគឺវាស្តៀងជាមួយនឹងអ្វីដែលកើតឡើងនៅនេប៉ាល់ហើយនិងឥណ្ឌូនេស៊ីខ្លាំងមែនតើអញ្ចឹងមូលហេតុដែលកើតឲ្យមានបាតកម្មដ៏ធំនេះឡើងគឺដោយសារការស្លាប់របស់ចៅហ្វាយក្រុង Carlos Manzo ម្នាក់នេះដោយបានធ្វើឃាតដោយពួក drug cartel នៅទីសាធារណៈតែម្ដងនិយាយទៅ Carlos Manzo នេះគឺគាត់ជាអ្នកនយោបាយមួយដែលគាត់មានប្រជាប្រិយភាពហើយគាត់តែងនិយាយប្រឆាំងតាក់ទងជាមួយនឹងបញ្ហាអំពើហិង្សាតាក់ទងជាមួយនឹងសមាជិកលក់គ្រឿងញៀនពួក cartel អីចឹងទៅប៉ុន្តែឥឡូវនេះគឺគាត់បានស្លាប់បាត់ទៀតហើយនេះគឺជាដើមហេតុមួយដែលធ្វើឲ្យប្រជាជនមេស៊ីកូគឺគាត់ខឹងបាតកម្មពីពេញប្រទេសតែម្ដងដែលបានចាប់ផ្ដើមឡើងដោយ Gen Z ដោយសាររាជរដ្ឋាភិបាលអត់មានជួយអីសោះនិយាយទៅនៅក្នុងមេស៊ីកូហ្នឹងការធ្វើឃាតអ្នកនយោបាយអ្នកកសែតដែលសាយព័ត៌មានអាក្រក់ពី drug cartel ឬក៏ប្រឆាំងជាមួយនឹង drug cartel ភាគច្រើនគឺអញ្ចឹងតែម្ដងដល់ពេលចឹងទៅប្រជាជនយូរគឺគាត់ពេញទ្រាន់នឹងបញ្ហាហ្នឹងខ្លាំងគឺគាត់រស់នៅដោយភាពភ័យខ្លាចហើយថែមទាំងចោទប្រកាន់ប្រធានាធិបតីខ្លួនឯង Claudia Sheinbaum ហ្នឹងគឺធ្វើការឲ្យពួក drug cartel ហ្នឹងទៀតនិយាយទៅប្រជាជនគេថាពួក drug cartel ហ្នឹងឥឡូវនេះគឺវាកាន់អំណាចធំខ្លាំងមែនតើដោយវាជ្រៀតចូលតាមគ្រប់មុខតំណែងរបស់រាជរដ្ឋាភិបាលអញ្ចឹងទៅធ្វើអីវាអត់កើតទេ So that's why ឥឡូវនេះ Gen Z គឺគេបានចាប់ផ្ដើមប្រមូលផ្ដុំប្រកាសឲ្យជួបជុំគ្នាបាតកម្មអញ្ចឹងទៅដំបូងគឺអហិង្សាទេប៉ុន្តែអ្នកនរគ្នាដឹងស្រាប់ហើយវាច្រើនតែទូទាំងប្រទេសអញ្ចឹងប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាលយូរទៅកើតចេញជាហិង្សារហូតដល់ប៉ូលីសចំនួន100នាក់ជាងឥឡូវនេះគឺត្រូវបានរងរបួសហើយការបាតកម្មនេះគឺកើតឡើងតាំងពីថ្ងៃ1ខែ11ពេលដែលគេបាញ់សម្លាប់លោក Carlos Manzo នេះហ្នឹងប៉ុន្តែចាប់ពីមួយថ្ងៃទៅមួយថ្ងៃទៅគឺវាធំទៅរហូតដល់ថ្ងៃ15ខែ11នេះគឺការប្រមូលផ្ដុំដ៏ធំខ្លាំងមែនតើនិយាយទៅគឺជុំវិញ National Palace កន្លែងវាំងរបស់គេហ្នឹងរាប់សែនអ្នករាប់លានអ្នកនិយាយទៅគឺជុំវិញប្រទេសហ្មងមិនមែនតែមួយទីក្រុងតែមួយទេហើយអ្វីដែលប្រធានាធិបតីរបស់មេស៊ីកូឆ្លើយតបវិញគាត់អត់ទទួលស្គាល់កំហុសនេះទេអត់ទទួលស្គាល់បញ្ហានេះទេហើយបានថែមទាំងចោទប្រកាន់ថាបាតកម្មមួយនេះគឺរៀបចំដោយអ្នកក្រៅស្រុកក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលឬក៏បង្កភាពអចលាចលនៅក្នុងប្រទេសមេស៊ីកូអញ្ចឹងទៅហើយថានៅតាមអនឡាញហ្នឹងគឺរៀបចំដូចចេញមកគឺ bot អញ្ចឹងមិនមែនជាមនុស្សប៉ិតទេប៉ុន្តែសំខាន់យើងមើលខ្លួនឯងឃើញគឺមនុស្សណែនណាន់តាមតាប់ចេញមកមែនតើ So yeah អញ្ចឹងបងប្អូនមិនដែរចំពោះបាតកម្មរបស់ Gen Z នេះឥឡូវគឺដូចក៏ក្រៅពិភពលោកដល់ហើយអញ្ចឹងចាំមើលបើសិនជាមានអីថ្មីទៀតចាំខ្ញុំអាប់ដេតអ្នកនរគ្នាសូមកុំភ្លេច follow Facebook មួយ TikTok របស់ខ្ញុំនេះផង